dương squat hà róm hơi vùng bà tam ai cái xa bỏ ai đầm bị tung của vỡ để lục bàn chọn con được không sập hở bám khmái lục miềnภาษา tha miền bom ôn chun chiết khmái lừa dưỡng được khang tầm puôn krưng mấy nấng lục bàn hơi thả róm vung phum thay mày hay miền phíaภาษาbỏ lục đây là rắm vung phum nâng nhầm lấy đã sro nè sro hắn tưởng và hai cái an mình chỉ bảo đấy phần có miền bị nằng chân bị rom vùng ní bàn đây thả dưới rom vùng pro tam mơ chân chít phía tây bọc bom ồn dương ní lúc tràn tại romในក្នុងរង្វង់នៃភ្នក់ភ្លើងហើយដើរវងអញ្ចឹងហើយជួនកាលនៅពេលថ្ងៃគ្មានភ្នក់ភ្លើងក៏លោកដាក់ឧទិនស្រាលោកហើយលោករំជុំវិញអញ្ចឹងបានទៅជារំវងនេះហើយមួយទៀតពាក្យរំវងនេះក៏យើងមិនដឹងថាកើតពីពេលណាមកណាដែរប៉ុន្តែយើងយកតាមលំអានរបស់បងប្អូនជនជាតិដែលជាជនជាតិដើមរបស់យើងហើយទី2ក៏ដូនតាយើងហើយនឹងបងប្អូនយើងក៏យកជាក្បាច់មូលដ្ឋានចេញពីរបាំក្បាច់បរិទ្របនេះគឺរបាំក្បាច់បុរាណគឺមានក្បាច់ជីបចេះទៅហើយនឹងហៅនេះក្បាច់លាព្រោះរបាំបរិទ្របនិងឬរបាំក្បាច់បុរាណនេះមានក្បាច់ដៃនឹង4ជាមូលដ្ឋានមានចង្អុលអញ្ចេះរួចហើយបានចេញមកលាបានជីបហើយនឹងខួងប៉ុន្តែនៅក្នុងរំវងគេយកតែ2ទេយកជីបនិងលានេះឯងអញ្ចឹងនៅក្នុងការរំនេះដែលគឺយើងមានរបៀបច្រើនណាស់ដែលខ្ញុំឃើញក្នុងពិធីអាពាហ៍ពិពាហ៍ឬក៏បន់ជោលឆ្នាំជាពិសេសគឺបងប្អូនគ្រប់ភូមិគ្រប់មូលដ្ឋាននៅទូទាំងប្រទេសសូម្បីតែបងប្អូនខ្មែរយើងនៅខាងនេះសមុទ្រក៏លោកស្រឡាញ់រំវងគឺអ្នកណាក៏ចេះរំវងនឹងដែរប៉ុន្តែយើងរំទៅតាមមើលគ្នាតអញ្ចឹងក្នុងសិល្បៈវាដូចថាយើងចង់ចងក្រងព្រោះវាជាអត្តសញ្ញាណជាតិយើងព្រោះយើងមានរបាំដែលប្រទេសជិតខាងយើងមានខ្លះហៅឡាំធូនឡាំនឹងហៅរំធូននឹងស្គរហើយខ្លះហៅឡាំលាវឬឡាំឡាវអញ្ចឹងយើងមើលទៅបងប្អូននឹងគេបាក់ផែលយើងដែរក៏ប៉ុន្តែចរិតជាតិអត្តសញ្ញាណជាតិពណ៌សម្បល់ជាតិវាខុសគ្នាដោយសារជាតិនីមួយៗមានអត្តសញ្ញាណរបស់គេចា៎គ្រូអញ្ចឹងហើយបានយើងយកមកឃើញមានរំក្បាច់និងរំវងនេះឯងដែលយើងយកមូលដ្ឋានក្បាច់បាតរបាំបរិទ្របហើយនៅក្នុងនោះដែរនៅក្នុងរបាំបរិទ្របកន្លែងការហៅក្បាច់មូលដ្ឋានហៅក្បាច់ឆាបចុះពាក្យកន្លែងបចុះហ្នឹងក៏មានឃើញក្បាច់នឹងរំអញ្ចឹងដែរបាទដល់អញ្ចឹងនេះជាការសាកល្បងអញ្ចឹងបានខ្ញុំសូមខន្តីអភ័យទោសចំពោះព្រឹទ្ធាចារ្យដែលបានស្រាវជ្រាវឃើញមុនហើយសូមអំពាវនាវឲ្យព្រឹទ្ធាចារ្យយើងនៅស្រុកភូមិនៅចុងកាត់មាត់ញោកក៏ដោយឲ្យមានស្អីដែលប្លែកយើងយកមកដល់ពូនផ្ដុំហើយយើងនឹងប្រជុំជារាជបរិទ្ធសភាដើម្បីយើងចងក្រងឲ្យជាមូលដ្ឋានមួយជាលក្ខណៈវិនិច្ឆ័យនៅពេលដែលទី1យើងធ្វើនៅពេលដែលយើងមានប្រឡងក្មួយដែលបងប្អូនដែលអាសាខាងទូទស្សន៍ដតីគេធ្វើប្រឡងរបាំប្រពៃណីជាតិយើងហ្នឹងជាប្រៃយើងហ្នឹងយើងយកមកជាខ្នាតហើយដើម្បីឲ្យចេះហើយទី2ឲ្យមានសោភ័ណ្ឌព្រោះយើងរាំមែនទែនបើជាអ្នករបាំតែម្ដងគេហាត់ឆាបចុះអីគេពុតដៃពុតជើងទៅងំដៃបានអញ្ចឹងអានេះដៃខ្ញុំដៃប្រុសទេមែនទែនអ្នកគ្រូបានដៃនេះគាត់ដៃគាត់ទុនគេកាច់អីកាច់ចេះទៅឲ្យទុនកដៃទៅអញ្ចឹងតងំបានប៉ុន្តែប្រជាជនយើងលោកឥឡូវជាប់មុខរបរលោកមិនមែនមានពេលមកពុតដៃទេប៉ុន្តែបើមានពេលក៏ល្អដែរពុតទៅដើម្បីឲ្យដៃស្អាតអីចឹងណាដល់យើងរាំទៅហើយយើងមានខ្នាតទៅយើងបើកទៅវាសង្ហាឃើញទៅរបាំយើងដែតណាខ្ពស់ល្អហើយយើងមានសណ្ដាប់ធ្នាប់យើងមើលពេលរាំទៅឃើញមិនញ៉ៃ